សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទ Hero តកាចឹងនៅក្នុងវីដេអូនេះដែរគឺខ្ញុំនឹងមកបន្តទៅកាន់សាច់រឿង Designated Bully របស់យើងបន្តអូខេឥឡូវកុំឲ្យខាត់ពេលយូរចូលទៅកាន់សាច់រឿងរបស់យើងមកទៅកាលពីវគ្គមុនបន្តពី Degan បានឡើងឡានរបស់ Manager Lee ហើយនៅក្នុងឡាន Manager Lee បាននិយាយទៅកាន់ Degan ថាណែ Degan នៅថ្ងៃទី1របស់អ្នកពិតជាធ្វើវាចលាចលយកហ្មងតាមពិតទៅគឺខ្ញុំមិនចង់ដែរតែពួកនេះវានៅតែបន្ត challenge ខ្ញុំវាយគ្នាមួយពួកវាបន្ទាប់ពីខ្ញុំបានណែនាំខ្លួនហើយនិយាយស្មោះត្រង់ទៅវាជាការការពារខ្លួនរបស់ខ្ញុំទេណែ Manager Lee វិញនាងមកបាននិយាយឆ្លើយតបទៅកាន់ Degan វិញទេនេះក៏ធ្វើឲ្យ Degan ហ៊ានឆ្ងល់ផងដែរហើយតែបែបនោះតើខ្ញុំទទួលទោសដែរឬទេហើយនិយាយអីខ្លះមួយម៉ាត់មកស្ងាត់យ៉ាងអី Manager Lee តបទេអ្នកមិនចាំបាច់ភ័យទេអ្នកធ្វើល្អគ្រប់គ្រាន់ហើយថ្ងៃនេះហើយបន្ទាប់ពីបានឃើញការរវល់របស់អ្នកនៅថ្ងៃនេះពួកយើងក៏មានការផ្លាស់ប្ដូរផងដែរក្នុងផែនការហ្នឹងគឺយើងនឹងដកច្បាប់មួយចំនួនចេញផងដែរហើយ Degan ក៏រៀង surprise ផងដែរដោយសារតែរៀងឆ្ងល់ផងក៏បានសួរទៅកាន់ Manager Lee តើអ្នកចាំមានន័យថា Manager Lee តបគឺវាមានន័យថាអ្នកអាចបន្តធ្វើការឬក៏ដំណើរការដោយអ្នកបានធ្វើនៅក្នុងថ្ងៃនេះអញ្ចឹងក៏លើចឹង Degan បាននិយាយថាដោយថ្ងៃនេះមិនអីទេចឹងខ្ញុំគិតថាខ្ញុំនឹងមិនចាំបាច់ទ្រាំឬក៏អត់ធ្មត់ដាក់ពួកនោះទៀតនោះទេគ្មានដែលឃើញអ្នកឯងអត់ធ្មត់ផងហើយជិបសិនមិនអ្នកដឹងថាឯគេខ្លះបានកើតនៅក្នុងថ្ងៃនេះតើអ្នកលួចតាមដានឬសង្កេតមើលខ្ញុំមែននេះគឺជាពាក្យសម្ដីរបស់ Degan ដែលបានសួរទៅកាន់ Manager Lee បានតទៅវិញថានោះគឺជាអ្វីដែលគាត់មិនអាចបង្ហាញឬក៏ប្រាប់ទៅកាន់ Degan បាននោះទេ Degan វិញគាត់ចាប់ផ្ដើមសង្ស័យទៅការពាក់មីនស៊ូហើយការក្លំមើលការតាមដាននៅក្នុងសាលាតែវាកើតឡើងបានដោយរបៀបម៉េចមីនស៊ូប្រហែលជាអ្នកដែលស៊ើបការហើយគេនេះតែខ្ញុំកំពុងតែនិយាយពីអីហ្នឹងវាមិនអាចនោះទេប្រហែលតែដោយសារតែព័ត៌មានដែលគេលេចលឺជុំវិញសាលានឹងឯងបន្ទាប់ពីនោះមក Degan ក៏បានមកដល់កន្លែងដែលគាត់ត្រូវស្នាក់នៅហើយដែលវាគឺជា apartment មួយកន្លែងមក Manager Lee ក៏បាននាំ Degan មកក្នុងបន្ទប់ដែលគាត់ត្រូវស្នាក់នៅហើយតែ Degan ក៏ហ៊ានភ្ញាក់ផ្អើលផងដែរចុះមិនមែនអត់ហ្នឹងខ្ញុំអាចស្នាក់នៅកន្លែងដែលមានសាឡុងមួយពិតជាអស្ចារ្យណាស់តែយើងមើលទៅថាពាក់ Degan នឹងសប្បាយចិត្តប៉ុណ្ណាអ្នកប្រកាសជាដឹងពីរបៀបលាក់ភ្នាក់ងារសម្ងាត់របស់អ្នកបានល្អណាស់តែអីជប់សិនកន្លែងនេះមើលទៅដូចជាមានអ្នកស្នាក់នៅដែរហើយ Manager Lee តបខ្ញុំបានស្នាក់នៅកន្លែងនេះពេលខ្លះក៏លើបើនោះ Degan នឹងភ្ញាក់ស្អីគេចាំវាមានន័យថាពួកយើងនឹងត្រូវតែស្នាក់នៅជាមួយគ្នាមែនដូចតែយើងអាចធ្វើវាបានដោយរបៀបណាទៅពួកយើងមិនបានសូម្បីតែ date គ្នាផងដូចបែបនេះ Manager Lee រៀងក្តៅចិត្តផងដែរចុះមករបបយកតែនិយាយគេហ្នឹងគាត់ណាយើងមិនរស់នៅជាមួយគ្នាទេ Degan ក៏រៀងភ័យផងដែរក៏ត្រូវហើយដោយសារតែខាងសមាគមហ្នឹងពេញចិត្តនៅការអនុវត្តរបស់ Degan នៅក្នុងថ្ងៃនេះចឹងតែមិនគេដកច្បាប់មួយចំនួនក៏វត្តចោលហើយនោះក៏ដោយសារតែខាងសមាគមហ្នឹងបានជឿជាក់លើការសម្រេចចិត្តរបស់ Degan ផងដែរយ៉ាងណាក៏ដោយ Degan គួរតែដឹងពីរឿងនេះទៅខាងសមាគមអប់រំមិនអាចជួយអ្វីគាត់បានទេបើមិនគាត់មានរឿងនៅក្រៅសាលានិយាយទៅគឺពួកគេអាចជួយ Degan បានតែក្នុងសាលាតែប៉ុណ្ណោះចេញពីក្រៅសាលា Degan ដោះស្រាយខ្លួនឯងទៅគេអត់ជួយជ្រុំជ្រែងងាយទៀតទេហើយមួយទៀតគ្រូនៅក្នុងសាលាទាំងអស់ក៏មិនបានដឹងពី project មួយហ្នឹងផងដែរឬក៏គម្រោងមួយហ្នឹងហើយមួយទៀតពួកយើងនឹងធ្វើអ្វីដែលពួកយើងអាចធ្វើបានប៉ុណ្ណោះចឹងទៅ Degan បើទោះបីជាគេបាក់ដៃធ្វើយ៉ាងណាក៏ដោយក៏កុំត្រូវធ្វើហួសហេតុពេកផងដែរនិយាយចប់ Manager Lee ក៏បានហត់កាតមួយទៅកាន់ Degan ផងដែរដែលកាលនោះគឺទុកឲ្យ Degan ចាយចំណាយប្រចាំថ្ងៃរបស់គាត់នឹងឯងហើយនាងក៏បានឲ្យ Degan រីករាយនឹងសម្របខ្លួនទៅនៅកន្លែងថ្មីដែលគាត់ត្រូវស្នាក់នៅផងដែរបន្ទាប់មកនាងក៏បានដើរចេញពីបន្ទប់ Degan ទៅតែគ្មានដើរទៅណាឆ្ងាយទេគឺបន្ទប់របស់នាងគឺនៅក្បែរនឹងដែរគឺនៅក្រោមបន្ទប់របស់ Degan នឹងឯងហើយអ្នកគ្នាអាចមើលបានថាបន្ទប់របស់នាងគឺមិនគឺថាបន្ទប់របស់នាងចូលមកព្រៀងឃើញសុទ្ធតែ monitor យ៉ាងហ្មងហើយ monitor របស់នាងទាំងអស់នោះគឺសុទ្ធតែភ្ជាប់ទៅនឹងកាមេរ៉ាផងដែរលុះស្អីឡើងចូលមកដល់យើងឃើញថា Degan កំពុងតែត្រូវគ្រូស្ដីឲ្យហើយដោយសារតែគាត់វាយមើលពួកឯងនឹងម្សិលមិញចាំរបស់យកហើយបិទភ្នែកពេលគ្រូកំពុងតែនិយាយទៅកាន់ឯងមែនបើគេឡើងមកបងក្នុងថ្ងៃទី1របស់ឯងនឹងគួរតែនិយាយជាមួយឪពុកម្ដាយរបស់ឯងហើយខណៈពេលលោកគ្រូកំពុងតែស្ដីឲ្យ Degan និង Degan កំពុងរៀងមួម៉ៅមួយគ្រូនឹងដែរយើងឃើញថាក៏មានវត្តមានរបស់សិស្សស្រីម្នាក់ផងដែរដែលនាងគឺជា GN នឹងឯងនាងក៏ត្រូវគ្រូហៅមកនឹងដែរតែមិនគ្រូហៅស្ដីឲ្យ Degan នោះទេហាក់ពេលនោះអ្នកគ្រូក៏បាននិយាយកាន់ GN ថា GN ណារួចរាល់ហើយ GN ឯងគឺជាសិស្សឆ្នាំជាងគេប្រចាំសាលានឹងយកហ្មងចឹងទៅអ្នកគ្រូចង់ឲ្យ GN ឯងនឹងជួយដឹកនាំជួយបរៀនសិស្សដែលនៅក្នុងថ្នាក់ GN ដែលនៅសផងហើយ GN នាងក៏បានអូខេជាមួយគ្រូទៅធម្មតានាងក៏បានដើរចេញទៅហើយយើងឃើញថាគ្រូបានស្ដីទៅកាន់ Degan ថាពាក្យគាត់និយាយទៅកាន់ Degan ទាំងអស់នេះគាត់ប្រាប់ដោយសារតែគាត់ខ្វាយខ្វល់ពីអនាគតរបស់ Degan នោះទេយើងក៏ដឹងដែរថាលោកគ្រូកាលគាត់នៅរៀនក៏គាត់ធ្លាប់ដើរវាយគេចឹងដែរហើយជឿហ្មងចំណែក GN វិញនេះក៏បានឈរនៅខាងក្រៅគិតតែម្នាក់ឯងផងដែរមើលទៅដូចជាគាត់បានវាយគ្នាក្នុងថ្ងៃទី1របស់គាត់តែនេះគឺជាកម្រងរបស់ស្រី Emily មិននឹងមកសាច់រឿងក៏កាត់មកថ្នាក់លេខ6វិញម្ដងដែលយើងឃើញថាជីសុកកំពុងតែថតរូបទៅឲ្យ Susie ផងដែរតែពេលនោះពីរនាក់នោះក៏បានមករកជីសុកផងដែរដែលពីរនាក់នោះគឺជាគ្នារបស់ប៉ាក់សាំងបូពីរនាក់វានឹងបានមកសួរជីសុកថាមានដឹងរឿងរបស់ប៉ាក់សាំងបូជីសុកក៏បានតបទៅថាគាត់ដឹងពីរនាក់ហ្នឹងវាបានបន្តសាំងបូឥឡូវវាមិនមកសាលាទេហើយវាក៏មិនលើទូរស័ព្ទរបស់អាប៉ាក់ពីរនាក់ហ្នឹងដែរជីសុកតបមិនក៏មិនទៅទុកវាចោលទៅពីរនាក់បានបន្តទៀតថារឿងរបស់ប៉ាក់ទំដ
ដូរចូលថ្មីតើជីសុកនឹងមានកម្រងធ្វើអ្វីដែរអត់ជីសុកសួរតែចង់មានន័យថាម៉េចអពាក់នឹងវាបានតទៅវិញថាបន្ទាប់ពីរឿងដែលកើតឡើងទៅការអពាក់សម្បូរនិងអ្នកផ្សេងទៀតសិនបើយើងទូអពាក់ដេកកាន់នៅបែបនោះគេប្រហែលជានឹងភ្លាមៗនោះមានសម្ដីមកកាត់វាថាគេប្រហែលជានឹងអីគេតាមពិតសម្ដីបែបមិនគឺជាសម្ដីរបស់ប៉ែវ៉ុនអូបែបនោះជាមួយនឹងខ្សែភ្នែកដែលសម្លឹងមកមើលវាបែបនោះវាពិតជាភ័យផងដែរតែវាក៏បានព្យាយាមនិយាយដោះសារផងដែរអត់មានអីទេខ្ញុំបាននិយាយថាពួកឯងនឹងចាញ់ឬអីផ្សេងទេតែប៉ែវ៉ុនអូនគឺខ្វល់ទេវាបានគវាដៃហាប៉ែមួយនោះមកចិត្តវាផងដែរទៅពេលនោះអោនក៏បានមកចិត្តហើយវាបានម៉ាត់ទៅកាលនោះផងដែរតែម្ដាយនេះគឺគ្រប់គ្រាន់ទេវាបានហាមួយនោះអោនចិត្តម្ដងទៀតផងដែរទៅពេលនោះអោនហើយគេក៏បានតាក់ទៅកាន់មួយនឹងម្ដាយទៀតផងដែរទៅមកអពាក់វ៉ាន់អ៊ុងបាននិយាយការពាក្យនឹងថាហើយត្រូវតែជ្រើសរើសពាក្យនិយាយមួយអញឲ្យប្រយ័ត្នផងមកពាក្យហ្នឹងក៏បានសុំទោសទៅហើយវាក៏បានចាក់ចេញទៅផងដែរទៅពីនោះមកអពាក់ជីសុកក៏បាននិយាយទៅការអពាក់វ៉ាន់អ៊ុងដូចគ្នាពួកគេមិនបានសុំតែនិយាយពាក្យអ្វីខុសផងមិនបើអញវាយគេអញ្ចឹងយើងមិនគួរពង្រឹងកន្តើយនៅអ្វីដែលពួកគេបាននិយាយនោះទេតែពួកយើងមិនគួរបញ្ចេញសកម្មភាពអីតិចទេមែនតែពេលនោះអពាក់វ៉ាន់អ៊ុងបាននិយាយទៅការអពាក់ជីសុកថាជីសុកតែឯងដឹងអត់ថាអូតូបាត់ថលពិតជាពេញនិយមណាស់ឥឡូវណាជីសុកតបគេដឹងតាហើយគេនឹងមិនលេងហ្គេមណាដែលគ្មានអូតូបាត់ថលនោះទេវ៉ាន់អ៊ុងបាននិយាយថានោះគឺជារឿងហ្នឹងហើយហេតុផលដែលធ្វើឲ្យវាពេញនិយមនឹងល្បីនោះគឺដោយសារតែអ្នកលេងមិនចាំបាច់ហត់ប្រាដៃលេងហ្គេមដោយផ្ទាល់នោះទេហ្នឹងហើយបើសិនជាយកទៅគឺខ្ញុំនឹងនិយាយបន្តិចមិនហត់ប្រាដៃលេងដោយផ្ទាល់ហ្នឹងគឺដូចជាអពាក់វ៉ាន់អ៊ុងនឹងឯងគឺគេមិនចាំបាច់ប្រាដៃលេងហ្គេមឬក៏វាយគ្នាដោយផ្ទាល់នោះទេគឺចាំតែជានឹងឯងហើយដោយតែការពាក់វ៉ាន់អ៊ុងនឹងដូចគ្នាគឺនៅអេពីសូតក្រោយគឺអ្នកគ្នានឹងដឹងហើយថាពាក់វ៉ាន់អ៊ុងនឹងការវាយរបស់វាគឺរបៀបម៉េចគឺខ្ញុំអត់ចង់ spoil ទៀតនោះទេ